លោក Donald Trump ព្រមានថាវានឹងអាក្រក់ខ្លាំងណាស់សម្រាប់លោក Xi Jinping និងលោក Vladimir Putin ប្រសិនបើចិនឬរុស្ស៊ីផ្ដល់អាវុធដល់អ៊ីរ៉ង់នៅក្នុងសេចក្តីថ្លែងការណ៍ដ៏ម៉ឺងម៉ាត់មួយទៅកាន់សត្រូវដ៏មានឥទ្ធិពលបំផុតទាំងពីររបស់អាមេរិកមេដឹកនាំអាមេរិករូបនេះបាននិយាយថាវាពិតជាមិនមែនជាផលប្រយោជន៍ល្អបំផុតរបស់ពួកគេទេក្នុងការធ្វើដូច្នេះលោក Trump បានទទូចថាទាំងប្រធានាធិបតី Xi Jinping និងលោក Vladimir Putin បានធានាដល់លោកថាពួកគេមិនបានផ្ដល់អាវុធដល់អ៊ីរ៉ង់ទេហើយពួកគេទាំងពីរក៏មិនបានចូលរួមក្នុងសង្គ្រាមនេះដែររបាយការណ៍ស៊ើបការណ៍សម្ងាត់របស់លោកខាងលិចកាលពីដើមឆ្នាំនេះបានអះអាងថារុស្ស៊ីបានបញ្ជូនយន្តហោះគ្មានមនុស្សបើកអាហារនិងថ្នាំពេទ្យទៅកាន់អ៊ីរ៉ង់ហើយប្រទេសចិនត្រូវបានគេជឿថាបានពិចារណាដឹកជញ្ជូនប្រព័ន្ធការពារដែនអាកាសទៅកាន់ប្រទេសនេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយអាមេរិកនៅក្នុងការបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមកាលពីម្សិលមិញលោក Trump បាននិយាយថាប្រធានាធិបតី Xi នៅក្នុងកិច្ចប្រជុំថ្មីៗរបស់យើងនៅទីក្រុងប៉េកាំងបានប្រាប់ខ្ញុំថាលោកនឹងមិនផ្ដល់ឬលក់អាវុធដល់សាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ឡើយក្នុងកលៈទេសៈណាក៏ដោយលោកបានបន្ថែមថាដូចគ្នានេះដែរប្រធានាធិបតីពូទីនទោះបីជាមានសង្គ្រាមដ៏គួរឲ្យភ័យខ្លាចកំពុងកើតឡើងនៅអ៊ុយក្រែនក៏ដោយក៏លោកបានប្រាប់ខ្ញុំថាលោកនឹងមិនលក់អាវុធទៅឲ្យអ៊ីរ៉ង់ដែរលោកបានសន្និដ្ឋានថាប្រទេសធំពីរដែលមនុស្សនិយាយជាញឹកញាប់តាក់ទងនឹងប្រទេសអ៊ីរ៉ង់តាមគំនិតខ្ញុំគឺមិនចូលរួមទេប្រសិនបើពួកគេចូលរួមវានឹងអាក្រក់ខ្លាំងណាស់សម្រាប់ពួកគេប្រកាសជាមិនមែនជាផលប្រយោជន៍ល្អបំផុតរបស់ពួកគេទេ